ទស្សនិកជនជាទីគោរពអាយដាមប្រាច័ន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្តចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតមួយចំនួនក្នុងភូមិសាស្ត្រខេត្តកណ្ដាលស្របពេលដែលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដែលនឹងកំពុងប្រព្រឹត្តទៅនៅតាមសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់នៅសល់ត្រឹមតែ15ថ្ងៃទៀតតែប៉ុណ្ណោះនៅថ្ងៃទី11ខែឧសភាឆ្នាំ2025ឯកឧត្តមប្រាច័ន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្តចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតចល័តដែលស្ថិតនៅភូមិព្រែកយាយហាយឃុំព្រែកថ្មីស្រុកកោះធំសាលាបឋមសិក្សាក្បាលកោះសង្កាត់សំពើពូនក្រុងសំពើពូននិងភូមិថ្មីឃុំពីមរាំងស្រុកលើកដែកនៃខេត្តកណ្ដាលការបន្តចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតជាលើកទី3របស់ឯកឧត្តមប្រធានធ្វើឡើងស្របពេលដែលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដែលបាននឹងកំពុងប្រព្រឹត្តទៅនៅតាមសាលាឃុំសង្កាត់ឬនឹងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់បានរយៈពេល11ថ្ងៃហើយដោយឡែកការចល័តការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ត្រូវអនុវត្តតាមស្ថានភាពភូមិសាស្ត្រជាក់ស្ដែងក្នុងឃុំសង្កាត់តាមការពិភាក្សាឯកភាពគ្នារវាងក្រុមប្រឹក្សាឃុំសង្កាត់និងក្រុមចុះឈ្មោះបោះឆ្នោតក្នុងដំណើរការចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនេះឯកឧត្តមប្រធានបានមានប្រសាសន៍ថាការពិនិត្យជីឈ្មោះនិងចុះឈ្មោះឆ្នោត2025របស់យើងដំណើរការពីថ្ងៃ1ខែឧសភាមកដល់ថ្ងៃទី11ប៉ុន្តែយើងបានធ្វើរួចហើយ10ថ្ងៃហើយខ្ញុំឃើញសន្ទុះ10ថ្ងៃនេះគឺដំណើរការវាធម្មតាបើន័យថាទៅជាប្រក្តីហើយការវិវត្តគឺ2ថ្ងៃ3ថ្ងៃដំបូងវាមិនទៅប្រហែលនេះដល់ចាប់ដើមពីថ្ងៃទី5ទី6មកឃើញថាកើនឡើងនៃការមកធ្វើបច្ចុប្បន្នភាពទាំងទិន្នន័យជីវប្រវត្តិទាំងទិន្នន័យជាមាត្រប៉ុន្តែយើងចាប់អារម្មណ៍ខ្លាំងតាក់ទងនឹងបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិនិងទិន្នន័យជាមាត្រទិន្នន័យជីវមាត្រមកដល់ថ្ងៃនេះយើងឃើញជិត70,000នាក់ហើយ68,000នាក់ជាងហើយអញ្ចឹងយើងមើលសន្ទុះនេះវាចូលជាង 10% នៃផែនការរួមដែលយើងត្រូវធ្វើ2ឆ្នាំគឺឆ្នាំ2025និង2026 2025នេះរយៈពេលវាខ្លីទេតែធ្វើជាតែងតែ26ថ្ងៃទេទោះបីថានីតិវិធីយើងបន្តរហូតដល់3ខែចាប់ខែកក្កដាក៏ដោយប៉ុន្តែរយៈពេលដែលយើងធ្វើផ្ទាល់តែ26ថ្ងៃទេហើយឆ្នាំ2026យើងគ្រោងធ្វើរយៈពេលយូរអាចដល់70ថ្ងៃឯណោះនេះជាការងារមួយដ៏សំខាន់ណាស់ដែលបានយើងធ្វើបច្ចុប្បន្នជាមានព្រោះប្រហែលលើកហើយយើងមិនដែលធ្វើបច្ចុប្បន្នភាពជាមានទេដោយសារឆ្នាំនេះយើងបញ្ជីឈ្មោះបោះឆ្នោតរបស់យើងដែលចាប់តាំងពី2016មកដែលយើងចុះឈ្មោះសារជាថ្មីឡើងវិញនោះហើយមកដល់ឥឡូវយើងឃើញថាគុណភាពបញ្ជីនោះនៅល្អលើសពី98% ទៅទៀតជិត99% នោះអញ្ចឹងគុណភាពនៅល្អណាស់ប៉ុន្តែយើងមានឃើញសង្កេតឃើញថាអត្តសញ្ញាណប័ណ្ណជាតិខ្មែរឬក៏លិខិតឆ្លងដែនផ្សេងសុពលភាពគេបានទៅ10ឆ្នាំទេដោយសារអីដោយសារប្រជាពលរដ្ឋដល់អាយុច្រើនទៅដល់អាយុទៅវាមានការប្រែប្រួលខាងជាមាត្រនេះតាក់ទងនឹងរូបថតតាក់ទងខ្ចៅដៃអីជាដើមដែលតាក់ទងនឹងបញ្ជីឈ្មោះបោះឆ្នោតរបស់យើងត្រូវតែខិតខំធ្វើម៉េចឲ្យគុណភាពបញ្ជីយើងនៅតែល្អអញ្ចឹងយើងក៏ចាប់ផ្ដើមដំណើរការធ្វើបច្ចុប្បន្នភាពជាមាត្រអញ្ចឹងយើងចង់បានប្រជាពលរដ្ឋដែលត្រូវធ្វើទាំង6លានជាងអ្នកដែលចុះឆ្នាំ2016ហ្នឹងចុះឈ្មោះឆ្នាំ2016ហ្នឹងគាត់បានមកធ្វើក្នុងរយៈពេល2ឆ្នាំគឺឆ្នាំ2025និង2026ហ្នឹងឲ្យបានអស់គ្នាដើម្បីឲ្យគុណភាពបញ្ជីបោះឆ្នោតបងយើងនៅតែល្អពីព្រោះការងារបោះឆ្នោតវាមាន4ដំណាក់កាលធំក្នុងនឹងដំណាក់កាលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយបញ្ជីបោះឆ្នោតយើងមានគុណភាពល្អនោះវាមានការចាំបាច់ណាស់ដើម្បីឲ្យការបោះឆ្នោតយើងប្រព្រឹត្តទៅវាបានល្អប្រសើរ
បាទ បាទអាដាមមួយសុំសួរមួយសំណួរនៅក្នុងយន្តការនីតិវិធីរបស់គូជបដំណើរការនៃការពិនិត្យពិសេសគឺនិយាយពីការចុះឈ្មោះបោះឆ្នោតថ្មីយើងមានយន្តការនៅក្នុងការចល័តដើម្បីចុះទៅដល់កន្លែងណាដែលប្រជាជនប្រមូលផ្តុំដែរ ឥឡូវនេះយើងកំពុងតែចល័តហ្នឹងប្រហែលថ្ងៃអញ្ចឹងទៅយើងធ្វើប្រមូលផ្ដុំនៅសាលាឃុំសង្កាត់ហើយដល់បន្តមកយើងចុះទៅតាមភូមិប្រជាពលរដ្ឋដែលរស់នៅប្រមូលផ្ដុំដើម្បីងាយស្រួលប្រជាពលរដ្ឋកុំឲ្យពិបាកទៅធ្វើនៅសាលាឃុំហើយខ្ញុំឃើញនៅកន្លែងខ្លះពេលនៅសាលាឃុំមិនសូវមានមនុស្សធ្វើប្រហែលទេប៉ុន្តែមកដល់តាមភូមិគាត់ធ្វើច្រើនប៉ុន្តែកន្លែងខ្លះគាត់ថាតាំងពីចាប់ផ្ដើមមកច្រើនរហូតក៏មានដែរអានោះវាអត់ទៀងទេតាមជាក់ស្ដែងបាទអញ្ចឹងយើងមានផែនការដើម្បីទៅឲ្យគៀកនឹងប្រជាពលរដ្ឋកុំឲ្យគាត់ពិបាកធ្វើដំណើរហើយខ្ញុំមានតែវាវនាវដល់គ្រប់ជាពលរដ្ឋទាំងអស់ដែលគាត់ដឹងថាគាត់មានបញ្ហាត្រូវតែទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឬក៏ត្រូវទៅធ្វើបច្ចុប្បន្នភាពទាំងបច្ចុប្បន្នភាពទិន្នន័យជីវវត្តទាំងបច្ចុប្បន្នភាពទិន្នន័យជីវមាត្រហ្នឹងគឺគាត់យកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យតាន់ពេលវេលាក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតដែលមានប្រកបដីទិនជាក់ស្ដែងទន្ទឹមនេះដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់កន្លែងពិសេសតាក់ទងនឹងមូលដ្ឋានផ្ទាល់ឃុំសង្កាត់និងសហការរៀបចំដើម្បីបកកលក្ខណៈប្រជាពលរដ្ឋរបស់យើងដើម្បីបានទៅពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោតឬក៏ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់គាត់នោះពីព្រោះការរៀបចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់នេះហើយដែលរួមចំណែកធ្វើឲ្យគុណភាពជីវបោះឆ្នោតយើងបានល្អរួមចំណែកដល់ការបោះឆ្នោតរបស់យើងវាកាន់តែល្អប្រសើរដែរ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នៅតាមឃុំសង្កាត់មានរយៈពេល26ថ្ងៃចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025គិតទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង11:30នាទីនិងពេលរសៀលចាប់ពីម៉ោង2ដល់ម៉ោង5:30នាទីប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំសង្កាត់ឬអាសយដ្ឋាន web voterlist.nec.gov.kh និងតាមកម្មវិធីទូរស័ព្ទឆ្លាត Mobile App NEC KH ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិបដូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់កែតម្រូវឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ2016ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររូបថតនិងស្នាមខ្ចៅដៃក្នុងបញ្ជីបោះឆ្នោតពីមុនមកសូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោតចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកឬអ្នកដែលទើបគ្រប់អាយុ18ឆ្នាំគិតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2025គឺកើតមុនឬត្រឹមថ្ងៃទី1ខែសីហាឆ្នាំ2007ឬអ្នកដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់បាទទស្សនិកជនជាទីគោរពព័ត៌មានថ្មីពីកោចបោដែលលោកអ្នកនាងបានតាមដានទស្សនាអំបញ្ញមិញនេះចប់តែប៉ុណ្ណេះខ្ញុំបាទរួមនឹងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា